ជំរាបសួរនាងខ្ញុំឡៅដានេពី Oswai Migration and Education ថ្ងៃនេះនាងខ្ញុំនឹងចែករំលែកព័ត៌មានអំពីចំណុចសំខាន់ៗមួយចំនួនដើម្បីជួយបងប្អូនឲ្យជៀសផុតពីការឆបោកនៅពេលយើងរៀបចំឯកសារដើម្បីធ្វើការចំណាកស្រុកយើងត្រូវទទួលស្គាល់ថានឹងឆ្លងកាត់ដំណើរការដែលអាចមានភាពស្មុគស្មាញជាច្រើនហើយវាទាមទារឲ្យយើងយល់ដឹងឲ្យបានច្បាស់លាស់អំពីឯកសារនីមួយៗដែលតម្រូវដោយក្រសួងដែលពាក់ព័ន្ធទាំងក្នុងប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលីនេះជាមូលហេតុដែលបងប្អូនត្រូវការជំនួយការផ្នែកអន្តោប្រវេសន៍ដើម្បីចង្អុលបង្ហាញផ្លូវដើរដែលត្រឹមត្រូវហើយស្របច្បាប់ប៉ុន្តែជាឯកសារដែលបងប្អូនមួយចំនួនទទួលរងគ្រោះដោយសារតែមិនបានជួបជាមួយនឹងបុគ្គលឬភ្នាក់ងារអន្តោប្រវេសន៍ដែលបំពេញការងារត្រឹមត្រូវកន្លងមកយើងសង្កេតឃើញថាបងប្អូនអាចចាញ់បោកគេដោយសារមូលហេតុដូចជា1មិនធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវភ្នាក់ងារអន្តោប្រវេសន៍ដែលមិនចុះបញ្ជីត្រឹមត្រូវមិនទទួលខុសត្រូវពេញលេញលើសំណុំរឿងរបស់អ្នកឡើយ2មិនធ្វើកុងត្រាជាលក្ខណៈអក្សរដែលបង្ហាញពីការទទួលខុសត្រូវរវាងខ្លួននិងភ្នាក់ងារអន្តោប្រវេសន៍នោះកុងត្រាជាឯកសារសំខាន់ណាស់ដែលក្រសួងមហាផ្ទៃអូស្ត្រាលីបានណែនាំឲ្យភ្នាក់ងារអន្តោប្រវេសន៍ទាំងអស់ត្រូវធ្វើឡើងដើម្បីភាគីទាំងសងខាងនៅពេលដែលសម្រេចចិត្តធ្វើការជាមួយគ្នា3បង់ប្រាក់តែមិនទទួលបានបង្កាន់ដៃបញ្ជាក់រាល់ការទូទាត់ប្រាក់ថ្លៃសេវាកម្មនីមួយៗត្រូវមានបង្កាន់ដៃបញ្ជាក់ឲ្យបានត្រឹមត្រូវដើម្បីជាឯកសារប្រើប្រាស់នៅថ្ងៃខាងមុខហើយវាក៏បញ្ជាក់នៅតម្លាភាពរវាងអតិថិជននិងក្រុមហ៊ុនផ្ដល់សេវាកម្មផងដែរ4ចង់ទទួលបាននូវលទ្ធផលឆាប់ដោយរំលងដំណើរការសំខាន់បងប្អូនមួយចំនួនច្រឡំថាខ្លួនឯងអាចទទួលបានលក្ខខណ្ឌពិសេសណាមួយខុសពីអ្នកដទៃឧទាហរណ៍មានបងប្អូនឬអ្នកស្គាល់ធ្វើការនៅស្ថានទូតដូច្នេះឯកសារខ្លះមិនចាំបាច់ប្រើប្រាស់ក៏បាននេះជាការប្រមាថមួយដ៏ធំអ្នកខ្លះទៀតជឿលើប្រេងវាសនាហើយក៏មិនប្រឹងប្រែងរៀបចំឯកសារតាមតម្រូវការទេតែបែរជារងចាំលទ្ធផលពីព្រោះជឿពាក្យគ្រូទីថានឹងទទួលបានជោគជ័យ5ប្រើប្រាស់ឯកសារคล้ายៗជឿជាក់លើគេពេកដោយសង្ឃឹមថាគេអាចជួយលាក់បាំងនឹងកុហកក្រសួងមហាផ្ទៃឲ្យខ្លួន6មិនចំណាយពេលស្ដាប់ការប្រឹក្សារបស់អ្នកជំនាញការឆ្វេងយល់ឲ្យបានច្បាស់លាស់លើកិច្ចការនីមួយៗមុននឹងសម្រេចចិត្តដាក់ពាក្យស្នើសុំទិដ្ឋាការណាមួយជាចំណុចសំខាន់ណាស់សម្រាប់អ្នកដើម្បីជៀសផុតពីបញ្ហានានានិងការចំណាយដែលមិនសមស្របប្រការទាំង6ចំណុចខាងលើនេះគឺកើតឡើងជាញឹកញាប់ណាស់សម្រាប់បងប្អូនដែលត្រូវគេបោកប្រាស់ដូច្នេះសូមបងប្អូនធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវ Oswai Migration and Education នៅទីនេះដើម្បីជួយបងប្អូនព័ត៌មានបន្ថែមសូមតាក់ទងមក Oswai Migration and Education តាមព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា